នេះគឺជាប្រពន្ធខ្ញុំកំឡុងពេលចូលឆ្នាំខ្មែរហ្នឹងយើងមានដំណើរកំសាន្តចុំគ្រួសារមួយទៅកាន់កោះស្ដេចអ្នកទាំងអស់គ្នាដឹងថាពេលហ្នឹងប្រពន្ធខ្ញុំក៏ដឹងថាខ្លួនឯងកំពុងតែមានកូនឯងហើយសាកសម័យមើលថាទៅសមុទ្រមាន activity អីខ្លះដែលធ្លាប់មានកូនណាដឹងអីថាកន្លងត្រីមេទី1ហ្នឹងយើងថ្នមខ្លាំងមែនតែនប៉ុន្តែគ្រាន់តែបើកឆាកទៅដល់កោះស្ដេចភ្លាមជាអាកណូតលឿននេះអាលោកបុកផាំងគ្រាន់តែជាកម្រិតទី1តាំងពី version ហក់ទឹកហើយអីដែលកាន់តែសាហាវហ្នឹងគឺពួកយើងជិះជែកអ្នកដែលធ្លាប់ជិះជែកប្រកាសជាដឹងជែកហ្នឹងសប្បាយដោយសារតែពេលគេជិះហ្នឹងគេបោកជើងនឹងឯងហើយពេលហ្នឹងមិនមែនជិះតែមួយជុំទេជិះសិតតែ2ជុំទៀតហើយឆ្លៀតអាចុំចុងក្រោយហ្នឹងពេលគេបោកហ្នឹងលាក់3នាក់នៅសល់3នាក់ហើយ3នាក់ដែលសល់ហ្នឹងគឺប្រពន្ធខ្ញុំទៀតអញ្ចឹង extra ថែមមួយជុំទៀតឲ្យគេបោកម្ដងទៀតដល់ហើយមកពីដើរលេងវិញប្រពន្ធខ្ញុំគាត់ធ្វើតេស្តទៅបានដឹងថាពួកយើងមានកូនបាន4សប្តាហ៍ហើយបានយើងចេញវីដេអូឲ្យម៉ាក់ប៉ាទាំងសងខាងថាយើងមានកូនអ្នកទាំងអស់គ្នាមើលលើកមុនហ្នឹងគិតមកដល់ឥឡូវកូនយើងបាន14សប្តាហ៍ហើយសុខភាពល្អទៀតបកទៅមើលវីដេអូចាស់ៗវិញមានអារម្មណ៍ថាអាណិតកូនដែរសារតែម៉ាមីលេងសាហាវពេកពេលហ្នឹងហើយក៏អរគុណកូនដែរបើសិនជាពេលហ្នឹងដឹងថាមានណាកម្រងដំណើរកំសាន្តទៅកោះស្ដេចជុំគ្រួសារហ្នឹងក៏អាចកើតឡើងបានដូចគ្នាចុងក្រោយចង់ប្រាប់ថាខែក្រោយយើងដឹងភេទថាកូនយើងកូនប្រុសឬកូនស្រីហើយ